តែអ្នកធ្លាប់មានអារម្មណ៍ថាអ្នកនឿយហត់ខ្លាំងទោះបីជាថ្ងៃហ្នឹងមិនបានធ្វើអ្វីច្រើនក៏ដោយប្រឡប់មិនទាន់ទេទន់ដៃទន់ជើងទាំងដែលមិនបានប្រើកម្លាំងបាយអីធ្ងន់ធ្ងរទាល់តែសោះថ្ងៃនេះខ្ញុំនឹងលើកយករឿងតាក់ទងនឹងធម៌ពលក្នុងខ្លួនមកនិយាយនៅពេលដែលយើងចាប់ផ្ដើមអភិវឌ្ឍខ្លួនយើងនឹងដឹងថាធម៌ពលរបស់យើងពិតជាសំខាន់ខ្លាំងប៉ុណ្ណាពេលខ្លះយើងនឿយហត់មិនមែនដោយសារការងារតែដោយសារមកពីសម្លេងអវិជ្ជមាននៅក្នុងចិត្តរបស់យើងនិងធម៌ពលអវិជ្ជមានដែលបានមកពីមនុស្សជុំវិញខ្លួនមានមនុស្សខ្លះចូលចិត្តវាយតម្លៃយើងប្រៀបធៀបយើងឬធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងតែងតែមិនល្អគ្រប់គ្រាន់ជានិច្ចហើយបើយើងនៅតែជាមួយធម៌ពលបែបនេះយូរទៅយើងនឹងចាប់ផ្ដើមសង្ស័យលើខ្លួនឯងបាត់បង់ទំនុកចិត្តនិងបាត់បង់សន្តិភាពផ្លូវចិត្តទៀតផងដូច្នេះហើយការការពារធម៌ពលរបស់ខ្លួនមិនមែនជារឿងអាត្មានិយមទេខ្ញុំយល់ថាវាគឺជាការថែរក្សាផ្លូវចិត្តខ្ញុំធ្លាប់គិតថាខ្ញុំជាមនុស្សទន់ខ្សោយរហូតដល់ដឹងថាខ្ញុំគ្រាន់តែនៅក្នុងបរិយាកាសខុសប៉ុណ្ណោះរៀននិយាយថាទេចំពោះអ្វីដែលធ្វើឲ្យយើងហត់នឿយផ្លូវចិត្តមកដល់ចំណុចនេះខ្ញុំលើកយករឿងមួយមកចែករំលែកអ្នកទាំងអស់គ្នាគឺថ្ងៃដែលខ្ញុំហ៊ាននិយាយថាទេចំពោះខ្ញុំជាមនុស្សដែលមិនចេះបដិសេធអ្នកណាទេតាំងពីតូចមកម្លេះមិនថាគេសុំជំនួយសុំឲ្យធ្វើការងារបន្ថែមសុំឲ្យខ្ញុំលះបង់ពេលវេលាផ្ទាល់ខ្លួនខ្ញុំតែងតែនិយាយថាបានខ្ញុំអាចបានទទួលបានធ្វើបានហើយចាប់ផ្ដើមធ្វើភ្លាមតែម្ដងដោយទម្លាក់ចុះការងារដែលខ្លួនកាន់នឹងដៃហើយរត់ទៅជួយគេធ្វើបែបនេះច្រើនដងច្រើនសាររហូតដល់ខ្លាចជាទម្លាប់ខ្ញុំគិតថាបើខ្ញុំជួយគេត្រូវការជំនួយហើយយើងមិនអាចជាមនុស្សអត់ចិត្តនោះទេប្រកាន់ខ្ជាប់មករហូតថាត្រូវធ្វើជាមនុស្សល្អអញ្ចឹងត្រូវតែជួយប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺការនឿយហត់និងសម្ពាធមកវិញខ្ញុំមិនសូវមានពេលសម្រាប់ខ្លួនឯងទេខ្ញុំមិនបានអានសៀវភៅដែលខ្ញុំចង់អានមិនបានរៀនជំនាញដែលខ្ញុំចង់រៀនហើយក៏មិនបានសម្រាប់គ្រប់គ្រាន់ដែរថ្ងៃមួយខ្ញុំដឹងថាខ្ញុំកំពុងតែផ្ដល់ធម៌ពលឲ្យអ្នកដទៃច្រើនពេករហូតភ្លេចទុកធម៌ពលសម្រាប់ខ្លួនឯងដូច្នេះខ្ញុំចាប់ផ្ដើមនិយាយថាទេដំបូងវាពិបាកមែនតើនិយាយទៅវារៀងរឹងមាត់ខ្ញុំខ្លាចគេអត់ពេញចិត្តខ្លាចគេគិតថាខ្ញុំនឹងប្រែប្រួលប៉ុន្តែបន្ទាប់ពីខ្ញុំចាប់ផ្ដើមកំណត់ព្រំដែនសម្រាប់ខ្លួនឯងខ្ញុំមានអារម្មណ៍ថាធូរស្រាលជាងមុនខ្ញុំមានពេលសម្រាប់គោលដៅរបស់ខ្លួនឯងមានពេលសម្រាប់ហើយចាប់ផ្ដើមមានសន្តិភាពផ្លូវចិត្តពេលនោះខ្ញុំទើបយល់ថាការនិយាយថាទេចំពោះអ្នកដទៃមិនមែនមានន័យថាយើងជាមនុស្សអាក្រក់ទេមិនមែនមានន័យថាយើងជាមនុស្សអត់ចិត្តទេវាគ្រាន់តែមានន័យថាយើងកំពុងតែគោរពតម្លៃគោរពពេលវេលាខ្លួនឯងនិងធម៌ពលរបស់ខ្លួនឯងនៅឆ្ងាយពីមនុស្សដែលធ្វើឲ្យយើងបាត់បង់តម្លៃខ្លួនឯងហើយរៀនចំណាយពេលនៅជាមួយមនុស្សដែលផ្ដល់ធម៌ពលល្អៗឲ្យយើងលើកទឹកចិត្តយើងជួយយើងឲ្យរីកចម្រើនជាងមុនពេលខ្លះការនៅម្នាក់ឯងក៏ល្អជាងនៅកន្លែងដែលធ្វើឲ្យយើងនឿយហត់រាល់ថ្ងៃដែរកុំមានអារម្មណ៍ថាខុសនៅពេលអ្នកទាំងអស់គ្នាជ្រើសរើសសន្តិភាពផ្លូវចិត្តរបស់ខ្លួនឯងហើយជាចុងក្រោយសរុបរួមមកការការពារធម៌ពលរបស់យើងមិនមែនជាការកាត់ផ្តាច់ពីមនុស្សទូទៅមិនមែនជាការកាត់ផ្តាច់មនុស្សចេញពីជីវិតយើងទេវាគ្រាន់តែជាការជ្រើសរើសអ្នកណាដែលសមនៅក្នុងជីវិតរបស់យើងប៉ុណ្ណោះធម៌ពលរបស់អ្នកគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតហើយចូលចំណាយវាលើមនុស្សកន្លែងហើយសកម្មភាពដែលជួយឲ្យអ្នកទាំងអស់គ្នារីកចម្រើនមិនមែនលើអ្វីដែលធ្វើឲ្យអ្នកអស់កម្លាំងពីមួយថ្ងៃទៅមួយថ្ងៃនោះទេនៅពេលយើងចាប់ផ្ដើមការពារធម៌ពលរបស់ខ្លួនឯងហើយយើងមានពេលយើងមានកម្លាំងគ្រប់គ្រាន់ក្នុងការរៀនសូត្របំពេញការងារពង្រឹងសមត្ថភាពខ្លួនឯងដើម្បីសម្រេចនូវសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់វីដេអូមួយនេះបានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ដល់ទីបញ្ចប់នៃវីដេអូមួយនេះសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយអរគុណ